hai rồi nè màได้chăm bạchត្រូវថែទាំសុខភាពក្រោយពេលសម្រាលការថែទាំសុខភាពអ្នកម្ដាយបន្ទាប់ពីសម្រាលកូនរួចគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយឲ្យសុខភាពនិងផ្លូវចិត្តឆាប់ជាសះស្បើយឡើងវិញតើក្រោយពេលសម្រាលអ្នកម្ដាយគួរថែទាំសុខភាពបែបណាខ្លះអ្នកម្ដាយចាំបាច់ត្រូវរក្សាអនាម័យខ្លួនប្រាណឲ្យបានល្អដែលចាស់ពីដើមគាត់តែងប្រកាន់មិនឲ្យងូតទឹកមិនឲ្យកក់សក់ក្រោយពេលសម្រាលប៉ុន្តែការពិតម្ដាយគ្រប់រូបត្រូវរក្សាអនាម័យដោយការងូតទឹកសម្អាតខ្លួនដូចជាការងូតទឹកក្តៅអ៊ុនៗការកក់សក់ការរក្សាអនាម័យមាត់ធ្មេញដែលម្ដាយគ្រប់រូបត្រូវធ្វើជាប្រចាំដូចគ្នាហើយអ្វីដែលកាន់តែពិសេសសម្លៀកបំពាក់ត្រូវតែស្អាតជានិច្ចដើម្បីបង្ការការឆ្លងរោគនិងផ្សិតនៅលើស្បែកក្បាលផងដែរហើយក្រៅពីការរក្សាអនាម័យខ្លួនប្រាណម្ដាយគ្រប់រូបត្រូវតែបន្តបរិភោគអាហារដែលមានជីវជាតិមានវីតាមីននិងជាតិដែកគ្រប់គ្រាន់ត្រូវពិសាអាហារចម្រុះហើយត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អដើម្បីឲ្យមានកម្លាំងទប់ទល់នឹងការឆ្លងជំងឺជាពិសេសគឺការបរិភោគទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជំរុញដល់ការផលិតទឹកដោះផងដែរហើយម្ដាយគ្រប់រូបត្រូវបន្តបំបៅកូនពី4ខែទៅ6ខែការបំបៅកូនអាចជួយដុតកាឡូរីនិងជួយឲ្យស្បែកពោះដែលយាធ្លាក់ឆាប់មកសភាពដើមឡើងវិញហើយអ្នកម្ដាយចាំបាច់ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់អ្វីដែលចាំបាច់ម្ដាយត្រូវតែពិនិត្យសុខភាពជាប្រចាំហើយត្រូវពិសាថ្នាំតាមវេជ្ជបញ្ជាពេទ្យដូចជាថ្នាំដែលមានជាតិវីតាមីន A មានជាតិដែកនិងថ្នាំប៉ូវគ្រាប់ឈាមជាដើមជាទូទៅម្ដាយត្រូវត្រឡប់មកពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរោគស្ត្រីម្ដងទៀតចន្លោះពី6ទៅ8អាទិត្យក្រោយពេលសម្រាលហើយម្ដាយគ្រប់រូបត្រូវតែយល់ដឹងពីសញ្ញាគ្រោះថ្នាក់ខ្លះៗក្រោយពេលសម្រាលផងដែរដូចជាការធ្លាក់ឈាមច្រើនខុសប្រក្រតីឬការធ្លាក់ឈាមតិចៗប៉ុន្តែរយៈពេលយូរអាចម្ដាយមានអាការៈក្តៅខ្លួនមានការឈឺក្នុងពោះខុសធម្មតានិងមានអារម្មណ៍តានតឹងពិបាកចិត្តពេលនៅម្នាក់ឯងផងដែរ